យុវជនខ្មែរនិងវៀតណាមដែលបង្ហោះបន្ទោតាមផ្លូវសាធារណៈត្រូវបាននគរបាលខេត្តត្បូងឃ្មុំឃាត់ខ្លួនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែងនៅថ្ងៃទី19ខែមេសាឆ្នាំ2026បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានក្រុមក្មេងទំនើងមួយក្រុមបានជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈស្ថិតក្នុងភូមិជីកមន់កណ្ដាលឃុំក្រែងស្រុកពញាក្រែងខេត្តត្បូងឃ្មុំក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែងសហការជាមួយកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋល្អបានស្ទាក់និងនាំខ្លួនក្មេងទំនើងចំនួន4នាក់រួមមាន1ឈ្មោះឈុនវិឈិនភេទប្រុសអាយុ18ឆ្នាំជនជាតិខ្មែរ2ឈ្មោះសែផានិតភេទប្រុសអាយុ18ឆ្នាំជាជនជាតិខ្មែរទាំង2នាក់រស់នៅក្នុងភូមិត្រពាំងខ្លងទី2ឃុំត្រពាំងខ្លងស្រុកពញាក្រែងខេត្តត្បូងឃ្មុំ3ឈ្មោះខៀងដាំទៀងភេទប្រុសអាយុ16ឆ្នាំជាជនជាតិវៀតណាម4ឈ្មោះហូវ៉ាន់ហុងភេទប្រុសអាយុ18ឆ្នាំជាជនជាតិវៀតណាមទាំង2នាក់រស់ក្នុងភូមិតាំងហរឃុំតាំងឡប់ខេត្តតៃនិញប្រទេសវៀតណាមនគរបាលធ្វើការសាកសួរនិងបានដកហូតម៉ូតូចំនួន2គ្រឿងរួមមាន1ម៉ូតូម៉ាកសង់ស្រីឆ្នាំ1989ពណ៌ប្រេងទុំគ្មានស្លាកលេខ2ម៉ូតូ Honda Dream ពណ៌ខ្មៅស្រីឆ្នាំ2017គ្មានស្លាកលេខកម្លាំងសមត្ថកិច្ចធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យានិងដកហូតម៉ូតូទាំង2គ្រឿងខាងលើរក្សាទុករយៈពេល3ខែហើយអាណាព្យាបាលក្មេងទំនើងទាំង4នាក់បានសំណូមពរនិងធានាយកទៅអប់រំនៅមូលដ្ឋានបន្ថែមទៀត